nhưng mà sna rồi cho mùi nâng YouTube hay nó ca sna rồi cho mùi YouTube rồi bọc đằng ấy tha ca sna rồi cho mùi YouTube cứ dân thời ca miền Asen hay Google Asenហ្នឹងគឺយើងអាចស្នើបានពីរបៀបទី1យើងអាចស្នើបានតាមរយៈ Google Asen ដែលយើងមានស្រាប់ទី2យើងអាចស្នើបានតាមរយៈ Google Asen ដែលយើងបង្កើតថ្មីភ្លាមៗតែម្ដងអញ្ចឹងណាហើយតាមសំណុំពររបស់បងគឺគាត់ចង់ comment ឲ្យខ្ញុំស្នើជាមួយនឹង Google Asen ថ្មីបង្កើតថ្មីភ្លាមៗហ្មងណាហើយក៏មាន comment បងខ្លះគាត់ថាបង្កើតថ្មីភ្លាមៗចឹងអត់បានទេអញ្ចឹងណាឥឡូវនេះខ្ញុំមកសាកល្បងបង្កើតភ្លាមថ្មីឲ្យបងមើលតែម្ដងអញ្ចឹងណា channel ថ្មីបង្កើតជាមួយនឹង Google Asen ថ្មីអញ្ចឹងអ្វីដែលយើងត្រូវមានជាចាំបាច់បំផុតគឺយើងត្រូវមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរនេះមួយថានេះបងយើងយកហ្នឹងមកព្រោះដោយសារខ្ញុំយកឈ្មោះនេះឈ្មោះអត្តសញ្ញាណប័ណ្ណហ្នឹងគឺឈ្មោះហ្នឹងឲ្យដូចជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយឈ្មោះហ្នឹងគឺឈ្មោះថ្មីឬក៏អត្តសញ្ញាណប័ណ្ណថ្មីដែលយើងអាចដែរស្នើជាមួយនឹង Google Asen សោះអាហ្នឹងយើងអាចស្នើជាប់តែទី2អ្នកខ្លះមានឈ្មោះថ្មីដែរស្នើសោះប៉ុន្តែស្នើបានមូលហេតុអីដោយសារឈ្មោះហ្នឹងដូចគ្នាហ្នឹងគឺគេស្នើរួចហើយអញ្ចឹងណាដូច្នេះហើយគឺយើងឈ្មោះហ្នឹងស្នើបានទេស្ទូនអត់បានទេអញ្ចឹងណាអូខេឧទាហរណ៍ដូចជាខ្ញុំចឹងឈ្មោះខ្ញុំយុនសុភាទេខ្ញុំស្នើ Google Asen ហើយប៉ុន្តែបើគេមានឈ្មោះដូចខ្ញុំដែរគេទៅស្នើ Google Asen គឺស្នើបានទេអត់ជាប់ទេអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះយើងទៅមើលការស្នើទាំងអស់គ្នាហើយការស្នើរបស់ខ្ញុំគឺខ្ញុំស្នើលើកុំព្យូទ័រអញ្ចឹងណាអូខេបងប្អូនចូលទៅដល់កន្លែង profile យើងមកយកពាក្យថា YouTube Studio ហើយខ្ញុំចូលមើលសិនថារបស់ខ្ញុំគ្រប់ការហើយនៅអញ្ចឹង subscribe ខ្ញុំគ្រប់ហើយមកប៉ុស 1.8k ហើយខ្ញុំទៅមើលមកសិនអញ្ចឹងបងប្អូនចូលកន្លែងនេះមកឬក៏កន្លែង make money អ្នកឃើញពាក្យថាស្នើសុំភាសាខ្មែរតែបើសិនជាអង់គ្លេសដូចជា ready ឬក៏ request now ឬក៏ apply អញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវនេះតែមុនខ្ញុំនឹងស្នើគឺខ្ញុំច្រើនតែចូលមើល content របស់ខ្ញុំតើវីដេអូខ្ញុំមានជាប់ copyright ឬក៏អត់ព្រោះវីដេអូ channel នេះគឺមិន original ទេខ្ញុំកណ្ដាលទេអញ្ចឹងណាអញ្ចឹងអាចនឹងជាប់ភ្លេងជាប់អីខ្លះអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលមកបើសិនជាជាប់ copyright យើងរកចោលទៅបើអត់ជាប់ទេអូខេយើងស្នើតែម្ដងអញ្ចឹងខ្ញុំអត់ជាប់ copyright ទេអញ្ចឹងខ្ញុំនឹងធ្វើការស្នើអញ្ចឹងដើម្បីចូលធ្វើការស្នើបងប្អូនចុចកន្លែង 3 នេះមកវាមានពាក្យថា make money ឬក៏កន្លែង earn អញ្ចឹងណាកន្លែង$អញ្ចឹងខ្ញុំយកពាក្យ request now ឬក៏សុំស្នើឡើងមកអូខេនៅពេលដែលបងប្អូនចុចសុំស្នើហ្នឹងបើសិនជាចេញតម្រូវការឲ្យយើងផ្ទៀងផ្ទាត់តែម្ដងអញ្ចឹងបើសិនជាបងប្អូនអ្នកខ្លះអត់ចេញក៏មិនអីដែរអញ្ចឹងណាតែបើចេញអញ្ចឹងគឺយើងត្រូវផ្ទៀងផ្ទាត់ទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើការផ្ទៀងផ្ទាត់តាមរយៈ take photo of ID ថតអត្តសញ្ញាណប័ណ្ណណាអញ្ចឹងបងប្អូនចុចកន្លែងចំណុចទី2ហ្នឹងមកហើយបន្តមកទៀតយកពាក្យ next មកបើសិនជាបងប្អូនអត់មានកន្លែងហ្នឹងគឺមិនអីទេអាចទៅ step ស្នើប៉ុន្តែនេះដោយសារខ្ញុំធ្វើការផ្ទៀងផ្ទាត់អញ្ចឹងខ្ញុំផ្ទៀងផ្ទាត់ឲ្យទៅដើម្បីឲ្យយើងស្នើបានអញ្ចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវវាលេខទូរស័ព្ទខ្លួនឯងពេលបញ្ចូលទៅវារកផ្ញើលេខកូដទៅ6ខ្ទង់នៅហ្នឹងឯងអញ្ចឹងណាអូខេអាកន្លែង verify ហ្នឹងខ្ញុំបាក់ជាងគេដោយសារអីលេខទូរស័ព្ទយើងប្រើម្ដងពីរដងហើយវាលេខឲ្យប្រើទៀតដល់ពេលអញ្ចឹងត្រូវរកលេខទូរស័ព្ទថ្មីដើម្បីយើងមក verify ទៀតអញ្ចឹងណាហើយនៅពេលដែលយើងវា verify ហើយយើងមកមើលបន្តទៀតមកបន្តទៀតជាឲ្យយើងធ្វើអីអញ្ចឹងណាអញ្ចឹងយើងយកពាក្យ next មកបន្តមកទៀត get filter ខ្ញុំផ្ញើ QR code នៅក្នុង email អញ្ចឹងខ្ញុំចុចទៅរក email ទៅដើម្បីទៅមើលសារមួយដែលផ្ញើចេញពី YouTube ហ្នឹងហើយអញ្ចឹងនេះក្នុង Google ផ្ញើចេញមកហើយអញ្ចឹងបងប្អូនចុចលើសារហ្នឹងទៅវានឹងមាន QR code ដើម្បីឲ្យយើង verify មួយទៀតអញ្ចឹងណានេះអូខេចាប់ផ្ដើមធ្វើកាប់ទៀងទាត់នេះមាន QR code អញ្ចឹង step កន្លែងហ្នឹងណាបងប្អូនត្រូវមានទូរស័ព្ទដើម្បី scan QR code ហ្នឹងដើម្បីយើងថត ID ចេញពីតាមទូរស័ព្ទមកនេះឥឡូវមកមើលអេក្រង់ទូរស័ព្ទខ្ញុំម្ដងអញ្ចឹងបងប្អូនមកយកកន្លែង QR code scan នេះមកបន្ទាប់មកទៀតបងប្អូនទៅ scan QR code នៅក្នុង email ហ្នឹងហ្មងអញ្ចឹងដល់ពេលដែល scan ហើយនេះវាគេឲ្យថា open link អញ្ចឹងបងប្អូនចុចកន្លែង open link ហ្នឹងមកនឹងមានចេញចូលគណនីអញ្ចឹងចូលគណនី Gmail ផងយើងហើយ password វាបញ្ចូលទៅបន្ទាប់មកទៀតនៅក្នុងហ្នឹងគឺនឹងចេញ security វាថា step 2អញ្ចឹងណាហ្នឹងហើយ verify ថាវាជា device យើង account យើងឬក៏អត់អញ្ចឹងណាហ្នឹងហើយខ្ញុំយក yes it me មកបន្ទាប់មកយើងរងចាំបន្តិចនេះក្នុងការផ្ទៀងផ្ទាត់គឺមាន2ទី1គឺថតឯកសារសម្គាល់ខ្លួនយើងអញ្ចឹងខ្ញុំរើសយកអត្តសញ្ញាណប័ណ្ណអញ្ចឹងណាទី2បញ្ជាក់ព័ត៌មានរបស់អ្នកអូខេមានឈ្មោះមានអីចឹងទៅអូខេអញ្ចឹងខ្ញុំយកពាក្យបន្ទាប់មកទៀតខ្ញុំយកជ្រើសរើសអត្តសញ្ញាណប័ណ្ណខ្ញុំអត់យក passport អញ្ចឹងណាអញ្ចឹងបងប្អូនមានអីបងប្អូន verify ហ្នឹងទៅអញ្ចឹងខ្ញុំយកអត្តសញ្ញាណប័ណ្ណបន្តមកទៀតបងប្អូន scroll មកក្រោមមកវាមានពាក្យថាយល់ព្រមអូខេអញ្ចឹងនៅក្នុងការថតអត្តសញ្ញាណប័ណ្ណគឺយើងថតពីកន្លែងទី1ខាងមុខទី2ខាងក្រោយអញ្ចឹងណាអូខេអាទី1នេះគឺដាក់លើថតផ្នែកខាងមុខនៃឯកសារសម្គាល់ខ្លួនអញ្ចឹងខ្ញុំយកអត្តសញ្ញាណប័ណ្ណមកថតមកបន្តមកទៀតគេឲ្យយើងថតខាងក្រោយអញ្ចឹងណាអូខេអញ្ចឹងយើងថតខាងមុខផងខាងក្រោយផងដល់ពេលដែលយើងចុច submit ទៅគឺវាលោតទាញឈ្មោះយើងមកអូតូម៉ាទិកហ្មងអញ្ចឹងណាអញ្ចឹងយើងទៀងផ្ទាត់មើលឈ្មោះរបស់យើងត្រូវអត់ហើយថ្ងៃខែឆ្នាំកំណត់ត្រូវអត់បើត្រូវហើយយើងដាក់បញ្ចូលមកបន្តមកទៀតនៅក្នុងហ្នឹងចេញទៀតយើងចង់ចាំតិចអូខេអញ្ចឹងឯកសារសម្គាល់ខ្លួនកំពុងក្រោមការត្រួតពិនិត្យអញ្ចឹងបងប្អូនអូខេអាចរងចាំតិចទៅបន្តមកទៀតយើងអាចទៅចូលមើលក្នុង channel ផងយើងវិញចូលក្នុងកុំព្យូទ័រវិញខ្ញុំចូលក្នុងកុំព្យូទ័រហើយខ្ញុំ refresh មកវិញគេថាអ្នកបានបញ្ចប់ការផ្ទៀងផ្ទាត់ហើយអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំត្រឡប់ទៅកន្លែង channel ខ្ញុំវិញក៏ឲ្យស្នើអត់នេះឃើញអត់ឥឡូវយើងចាប់ដើមស្នើឥឡូវអូខេនេះអញ្ចឹងយើងបានហើយអញ្ចឹងអ្នកខ្លះបើគេចេញមកផ្ទៀងផ្ទាត់អញ្ចឹងផ្ទៀងផ្ទាត់ទៅតែបើអត់ចេញផ្ទៀងផ្ទាត់ទេគឺចេញអត់ចេញពាក្យស្នើគឺវាចេញអញ្ចឹងហ្មងអញ្ចឹងណាអូខេអញ្ចឹងយើងចាប់ដើមចូល step 1ក្នុងនោះវាមាន3 step 1គឺវាគ្រាន់តែ check basic condition ផងយើងឯងលក្ខខណ្ឌធម្មតាលក្ខខណ្ឌត្បូងផងយើងអញ្ចឹងណាអូខេអញ្ចឹងយើងចុចពាក្យ start មកបន្តមកទៀតចុងក្រោយកន្លែងcondition ហ្នឹងគឺបងប្អូនចុចតិចហើយយកពាក្យ agree term ហ្នឹងមក
អូខេកន្លែងហ្នឹងអត់អីទេគឺវាដានអូតូម៉ាទិកវា approve អូតូម៉ាទិកចឹងណាហ្នឹងហើយចាអ្វីដែលសំខាន់គឺ step 2 និង step 3ហើយ step 2គឺដល់កន្លែងចំណុចសំខាន់ផងយើងហើយគឺយើង sign up ជាមួយនឹង Google AdSense សម្រាប់ YouTube អញ្ចឹង Google AdSense ផងយើងគឺដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺមាន2គឺទី1យើងធ្លាប់មាន Google AdSense ហើយយើងយកមកស្នើជាមួយទី2គឺយើងបង្កើតថ្មីអញ្ចឹងណាអញ្ចឹងនេះដែលទី1 yes I have already earned AdSense បើសិនយើងធ្លាប់មានហើយយើងយកមកដាក់មកយើងអត់រងចាំ pin នេះគឺយើងស្នើឲ្យ approve ភ្លាមគឺបានលុយតែម្ដងអញ្ចឹងណាប៉ុន្តែគឺដោយសារបងប្អូនគាត់សំណូមពរអញ្ចឹងខ្ញុំសូមបង្កើត AdSense ថ្មីអញ្ចឹងបងប្អូនដើម្បីបង្កើតអញ្ចឹងបងប្អូនយកអាទី2ណាno I don't have an existing account អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនយកពាក្យថា continue អូខេអញ្ចឹងយើងរងចាំតិចថាចេញមកឲ្យទៀតអូខេកន្លែងហ្នឹងបងប្អូនត្រូវចូល email ណាចូល email នៅក្នុង YouTube ផងយើងហ្នឹងអញ្ចឹងចុចកន្លែងហ្នឹងមកតមកទៀតចេញតម្រងបែបនេះអញ្ចឹងបងប្អូនមើល country Cambodia ត្រូវហើយអញ្ចឹងបងប្អូន scroll មកក្រោមទីកន្លែង I have read and accept ហ្នឹងហើយយកពាក្យថា set up account តែហ្មងទៅអូខេបន្តមកទៀតអញ្ចឹងកន្លែងហ្នឹងបងប្អូនយកពាក្យថា continue ព្រោះវាបញ្ជាក់ថា verify ផងយើងឬក៏អត់អញ្ចឹងណាអញ្ចឹងផងខ្ញុំរៀងដោយសារខ្ញុំដាក់ security ពីប៊ីតង់អញ្ចឹងវាទាមទារចឹងហើយអញ្ចឹងបងប្អូនវាយលេខទូរស័ព្ទយើងបញ្ចូលទៅវានឹងផ្ញើលេខកូដ6ទង់មកទូរស័ព្ទផងយើងអញ្ចឹងណាដោយសារតែ account ខ្ញុំមួយខ្ញុំដាក់ step 2ខ្ញុំដាក់ two factor ខ្ញុំដាក់អញ្ចឹងណាដោយសារខ្ញុំ security តិចព្រោះខ្លាចលោគេ hack ឬក៏បាត់ account បាត់អីចឹងណាព្រោះជំនាញផងយើងស្ទើរតែរលួយបានចឹងណាហ្នឹងហើយចឹងនៅពេលដែលផ្ញើលេខកូដទៅ6ខ្ទង់តាមលេខទូរស័ព្ទផងយើងហើយចាំបងប្អូនយកវាបញ្ចូលទៅហើយយកពាក្យបន្ទាប់មកអូខេយើងចុចបន្ទាប់ហើយបន្តមកទៀតវានឹងដល់កន្លែង customer info អញ្ចឹងព័ត៌មានរបស់អតិថិជននេះចឹងទៅអញ្ចឹងយើងមកដល់ពិនិត្យទៀងទាត់ផងយើងនេះអញ្ចឹងaccount ផងយើងគឺឈ្មោះខ្ញុំកងដោយសារខ្ញុំវាទាញឈ្មោះចេញពីតេញបានយើងអូតូម៉ាទិកហ្មងអញ្ចឹងកន្លែងហ្នឹងយើងកាត់បានតែប៉ុន្តែបើសិនជាបងប្អូនចង់ create payment ថ្មីក៏ create ទៅកន្លែងcreate payment profile ហ្នឹងណាអូខេប៉ុន្តែខ្ញុំអត់ចង់បដូរទេគឺខ្ញុំដាក់អញ្ចឹងដដែលបន្តមកទៀតកន្លែង customer info ហ្នឹងកន្លែង account type គឺ individual ធម្មតាយើងអត់ដូរទេហើយឈ្មោះនេះយើងរត់បានប៉ុន្តែយើងត្រូវថែម address ទី1 address ទី2គឺជាទីតាំងដែលYouTube នឹងផ្ញើលេខកូដ PIN 6ខ្ទង់តែតាមប្រេសនីឲ្យយើងអញ្ចឹងយើងនៅទីតាំងណាដាក់ទីតាំងហ្នឹងទៅអញ្ចឹងខ្ញុំដាក់ទីតាំងនឹងបដោះសិនក៏បានដែរព្រោះកន្លែងហ្នឹងយើងអាចកែបានណាអូខេអញ្ចឹង postal code គឺ1203ដុល្លារសារហ្នឹងកន្លែងដូច head office ធំប្រេសនីនៅភ្នំពេញអញ្ចឹងណាបន្តមកទៀតយើងចុច submit មកវានឹងចូលមកដល់កន្លែងមួយទៀតយើងកន្លែងហ្នឹងគឺយើងរងចាំវាដាក់ថា we reviewing your info គឺយើងកំពុងតែcheck មើលព័ត៌មានផងយើងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងយើងមកចុចអីក៏បានដែរព្រោះវានឹងរៀបទៅអូតូម៉ាទិកហើយអញ្ចឹងនៅពេលដែលវារៀបទៅហើយគឺកន្លែងជំហានទី2ផងយើងហ្នឹងគឺវានឹងកំពុងតែដំណើរការឬក៏ in progress មានណាកំពុងតែ check account ផងយើងថាវាគួរតែ approve ឬក៏អត់មានឈ្មោះហើយឬនៅអញ្ចឹងណាអញ្ចឹងខ្ញុំរងចាំប្រហែលជា2ទៅ3ម៉ោងខ្ញុំ refresh ទៅគឺកន្លែងហ្នឹង done មានន័យថាapprove ហើយកន្លែងហ្នឹងបើវាដាក់ថារួចរាល់អញ្ចឹងមានន័យថាឈ្មោះ Google AdSense ដែលយើងបង្កើតថ្មីហ្នឹងគឺវាបានជោគជ័យអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមផ្ញើឲ្យបងប្រុសដែលគាត់ស្នើថាបង្កើត account ថ្មីអត់បានអញ្ចឹងណាគឺសម្រាប់ចម្លើយផងខ្ញុំគឺបាន 100% អញ្ចឹងណាបងអរគុណឥឡូវនេះមកដល់ចំណុចដ៏សំខាន់គឺជំហានទី3បើសិនជាជំហានទី1ជំហានទី2ស្នើជាប់ហើយតែជំហានទី3ស្នើអត់ជាប់ទេគឺមានន័យថាយើងលេងអត់ប្រយោជន៍ទេអញ្ចឹងណាគឺយើងរលត់បានទេហើយជំហានទី3ហ្នឹងគឺ check ទៅលើអីគេ check ទៅលើ content របស់យើងវីដេអូផងយើងយកមកពីណាប្រភេទ original ឬក៏ unoriginal អញ្ចឹងណាអូខេសម្រាប់វីដេអូ channel ផងខ្ញុំនេះគឺ unoriginal អញ្ចឹងខ្ញុំមិនសង្ឃឹមថាស្នើភ្លាម approve លឿនចឹងទេអញ្ចឹងណាប៉ុន្តែការរំពឹងផងខ្ញុំគឺខុសខ្ញុំគិតថាយ៉ាងហោចណាស់ក៏1ថ្ងៃទៅ2ថ្ងៃអីដែរប៉ុន្តែនេះមិនមែន1ថ្ងៃ2ថ្ងៃទេតែ10ម៉ោងទេខ្ញុំស្នើប្រហែលជាម៉ោង3ល្ងាចប្រហែលជាម៉ោង3ព្រឹកគឺ approve ម៉ោង3:20នាទីព្រឹកណា approve អញ្ចឹងលឿនអ្នកខ្លះស្នើ3ថ្ងៃហើយនៅអត់ទាន់ approve ទៀតវានៅ review អាចដល់ 4-5 ថ្ងៃគឺអត់ approve ចឹងតែម្ដងចឹងណាអូខេតែខ្ញុំនេះលឿនតែ10ម៉ោងចឹង approve ចឹងឥឡូវក្រោយពីយើង approve តែយើងធ្វើអីទៀតដើម្បីបានលុយចឹងឥឡូវនេះនៅពេលដែលយើងស្នើយើងចូលមើល YouTube Studio ផងយើងគឺនេះបោះសារថាសូមបោះសារតឬក៏ congratulations អញ្ចឹងណាមានថា channel ផងយើងគឺ approve ឲ្យយើងខ្លាចទៅជា YouTube partner program ឲ្យយើងអាចរកលុយបានជាមួយនឹងការផុសវីដេអូទៅលើ YouTube អីចឹងណាអូខេអញ្ចឹងដើម្បីរកលុយបានចឹងបងប្អូនយកពាក្យ let begin នេះទៅហើយនៅក្នុងហ្នឹងគឺមើលវីដេអូផងខ្ញុំគឺអត់មានរូបដុល្លារណាអញ្ចឹងដើម្បីយើងទៅបើករូបដុល្លារបងប្អូនយកពាក្យកន្លែងរូបដុល្លារនេះមកឬក៏ make money ហ្នឹងមកហ្នឹងហើយវាមានពាក្យថា start អញ្ចឹងបងប្អូនចុច like start មកបន្តមកទៀតនេះ make money from ad ក្នុង YouTube អញ្ចឹងណាចុចលើហ្នឹងហើយមកក្រោមយកពាក្យ tick condition ហើយយកពាក្យថា accept and next ហ្នឹងមកហើយនេះកន្លែងនេះវាសួរថាយើងរកបានទៅលើគេខ្លះយើងចង់ជ្រើសរើសម្ដងមួយទៅលើវីដេអូឬក៏យើងរើទាំងអស់អញ្ចឹងខ្ញុំយកពាក្យរើទាំងអស់មានថាខ្ញុំរកលុយទៅលើគ្រប់វីដេអូដែលខ្ញុំធ្លាប់ផុសពីមុនមកអញ្ចឹងណាមានប្រហែលវីដេអូគឺខ្ញុំរកលុយទាំងអស់អញ្ចឹងណាអូខេឥឡូវនេះគឺយើងរកបានហើយអញ្ចឹងយើងនៅមួយទៀតគឺយើងរកលុយពី short មានថាមុនហ្នឹងគឺខ្ញុំ enable វីដេអូវែង enable លុយទៅលើការផុសវីដេអូវែងបន្តមកទៀត enable លុយទៅលើការផុសវីដេអូខ្លីអញ្ចឹងណាអូខេអញ្ចឹងមកមើលកន្លែង analytics នេះគឺវាមានប្រព័ន្ធនៃការរកលុយតែដោយសារ channel ថ្មីយើងអត់ទាន់ឃើញលុយទេនេះឥឡូវមកមើល content ផងខ្ញុំវីដេអូផងខ្ញុំហ្នឹងគឺមានរូបដុល្លារអញ្ចឹងរូបដុល្លារពណ៌បៃតងអញ្ចឹងណាអូខេអញ្ចឹងបើសិនជាវីដេអូយើងអ្នកមើលចាប់ពី 10-20k ឡើងអានឹងអាចយើងបានលុយខ្លះៗអញ្ចឹងណាតែបើអ្នកមើលតិចទេមិនងាយបានលុយទេជាពិសេស short ហ្នឹងតែម្ដងអ្នកមើលរាប់អមមកទៅបានលុយបានគ្រាន់ឃើញចំនួនទឹកលុយអញ្ចឹងណានេះអូខេមកមើលកន្លែងនេះគឺ welcome ខ្លាចជាដៃគូនឹងតាំងពីម៉ោង3យប់មិញម៉ោង3ភ្លឺអញ្ចឹងណាអូខេ
ចឹងការស្នើរបស់ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវនេះយើងទៅមើលក្នុង Adsense របស់ខ្ញុំតែក្នុង Google Adsense យើងត្រូវបំពេញអីគេខ្លះព្រោះមិនហ្នឹងគឺយើងមើលតែក្នុង YouTube ណាអូខេឥឡូវបងប្អូនចុចកន្លែង browser យកពាក្យតែ Google Adsense ហ្នឹងមកយកពាក្យកន្លែង sign in ហ្នឹងមកនេះអញ្ចឹងកន្លែងនេះគឺ YouTube earning របស់ខ្ញុំគឺ$0ដោយសារយើងអត់ទាន់បានរកទេយើងទៅបង្កើតបាន approve មិញហ្នឹងអញ្ចឹងណាហើយអញ្ចឹងបងប្អូនចុចកន្លែងពាក្យ payment ហ្នឹងមើលយើងត្រូវ check អីគេខ្លះយើងត្រូវបំពេញអីគេខ្លះអញ្ចឹងកន្លែងហ្នឹងនេះមកដល់កន្លែង setting នេះហើយអញ្ចឹងបងប្អូនកន្លែង manage setting ហ្នឹងមកចុចលើហ្នឹងមកព័ត៌មានយើងចង់ដូរនេះបើសិនយើងចង់ដូរទីតាំងឲ្យគេផ្ញើ pin code តាមប្រេសនីតំបន់ណាយើងអាចដូរកន្លែងហ្នឹងបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងaddress ទី1ទី2ហើយមិញហ្នឹងខ្ញុំភ្លេចដាក់លេខទូរស័ព្ទនៅខាងក្រោយ address អញ្ចឹងបងប្អូនអាចកែដាក់លេខទូរស័ព្ទបានអញ្ចឹងណាអូខេកន្លែង$100 ផេតនេះអាហ្នឹងសិតតែយើងព្រៀបថា$100ទៅយើងអាចបើកលុយបានអញ្ចឹងណាតែបើសិនជាយើងអ្នកខ្លះចង់បាន1000ដាក់កំណត់1000ទៅប៉ុន្តែយ៉ាងច្រើនណាទៅបំផុតគឺ100អញ្ចឹងណាអូខេមកដល់កន្លែងចំណុចទី1ទី2នេះយើងមកមើលថាយើងត្រូវបំពេញអីគេខ្លះនេះកាលណាមិនតា info អញ្ចឹងយើងត្រូវបំពេញតាក់កន្លែងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងមានបងប្អូនដែលគាត់ comment ក្នុងវីដេអូខ្ញុំដែរគាត់ចង់បង្ហាញពីរបៀបបំពេញតាក់អញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងខ្ញុំនឹងចេញវីដេអូរបៀបបំពេញតាក់ប៉ុន្តែមិនមែនវីដេអូហ្នឹងទេយ៉ាងវីដេអូបន្ទាប់ទៀតអញ្ចឹងណាព្រោះដោយសារកុំឲ្យវីដេអូវែងអូខេហើយនៅមានទៀតដល់ពេលដែលយើង verify ចប់ហើយយើងត្រូវ verify ID ទៀតអត្តសញ្ញាណប័ណ្ណទៀតដើម្បីយើងអាចបើកលុយបានណាអញ្ចឹងអាហ្នឹងក៏ជាវីដេអូបន្ទាប់ដែរហើយមិនមែនមានតែប៉ុណ្្នឹងឯនៅពេលចំណុចដែលសំខាន់ទៀតទី1គឺយើងបំពេញ pin code ទាំង6ខ្ទង់ដែលយើងបានពី press នេះទី2គឺដល់ពេលដែលយើងបានលុយ$100ហើយគឺយើងភ្ជាប់ payment ជាមួយនឹងធនាគារខ្មែរ ABA ឬក៏ AC ដែរជាដើមអញ្ចឹងបងប្អូនដែលចង់តាមដានភាពបន្តទៀតចឹងជួយ follow ឬក៏ subscribe channel ម្នាក់មួយមកយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបាយបាយជម្រាបលា